ពីឆ្នាំ2019មានហ្វេនម្នាក់បានឲ្យភួយទៅឈឺខៃក្នុងអំឡុងពេលដែលគាត់ថតរឿងអ្នកក្លាហានសំណាក់មេឃហើយឈឺខៃគាត់ក៏ប្រើភួយនឹងរហូតមកដាក់ក្នុងឡានជាប់ជាប្រចាំហ្មងសូម្បីតែពេលគាត់ទៅថតរឿង As Beautiful As You នៅស៊ីងតោក្នុងឆ្នាំ2023ក៏គាត់យកភួយនឹងទៅតាមដែរនិយាយទៅគឺគាត់ប្រើភួយនឹងរហូតមកតាំងពីហ្វេនឲ្យក្នុងឆ្នាំ2019ហ្នឹងហើយរហូតមកដល់ឥឡូវដោយសារថ្មីនេះមានវីដេអូដែល fan ថតបានពេលដែលគាត់ចេញទៅធ្វើការគឺទៅ make up ព្រោះឲ្យផឹកដែលថតរឿងក្តីចម្លែកនៅធានទូហ្នឹងគឺមាន fan បានឃើញភួយហ្នឹងគឺនៅក្នុងឡានគាត់ដដែលគាត់មានបានបដូរទេបើគិតទៅគឺវាកន្លងមក6ឆ្នាំហើយតាំងពីពេល fan ឲ្យភួយហ្នឹងគាត់បដូរទាំងជំនួយការបដូរទាំងឡានថ្មីហើយថតចប់អស់16រឿងទៀតតែអ្វីដែលនៅដូចដើមគឺភួយដែល fan ឲ្យគាត់នៅតែប្រើដដែលហើយពីមុនមិនថាជាបតងសោឬក៏ case ទូរស័ព្ទដែល fan បានឲ្យគាត់គឺគាត់ប្រើទាំងអស់ប៉ុន្តែតាំងពីឆ្នាំ2019មកគឺគាត់បានប្រកាសថាគាត់ឡើងទទួលកាដូពី fan ហើយគាត់សូមឲ្យ fan បដូរជាកាដូអីផ្សេងៗមកជាសំបុត្រគឺគាត់យកតែសំបុត្រដែល fan សរសេរគាត់ទេព្រោះតែគាត់អត់ចង់ឲ្យ fan ចំណាយលុយទៅទិញរបស់ផ្សេងៗយកមកឲ្យគាត់អញ្ចឹងហើយអ្វីដែលគាត់ចង់បានគឺសំបុត្រដែល fan សរសេរគាត់ហើយគាត់បានអានរកសំបុត្រដែល fan បានសរសេរឲ្យដល់ពេលដែល fan បានជួបគាត់គឺតែងតែមានសំបុត្រក្នុងដៃដើម្បីឲ្យគាត់ហើយគាត់តែងតែមកយកសំបុត្រពី fan ដែលខ្លួនឯងផ្ទាល់អត់មានឲ្យជំនួយការឬក៏អ្នកផ្សេងមកយកជំនួយគាត់ទេ